បងប្អូនទាំងអស់គ្នានេះគឺជាទិដ្ឋភាពនៅខាងអូខ្ជាយលិចខ្លាំងមែនទែនសម្រាប់ខែ8ណាក្នុងឆ្នាំថ្មីនេះគឺថាអូ2026នេះទៅតែមានទឹកទេបងប្អូនអញ្ចឹងខាងអូខ្ជាយនេះគឺលិចមុនគេហើយខ្លាំងណាស់បងប្អូនសម្រាប់ស្រែលិចដាច់កន្ទុយភ្នែកបើយើងកលេចមើលជុំវិញនេះទៅគឺថាកន្លែងខ្លះក៏ដាច់ផ្លូវកន្លែងខ្លះក៏បាទមានកន្លែងធ្វើដំណើរបានខ្លះអញ្ចឹងណាប៉ុន្តែជាក់ស្ដែងគឺថាផ្លូវដាច់អស់ហើយបងប្អូនហើយទិដ្ឋភាពដែលយើងមើលពីលើបែបនេះទៅគឺថាដល់តែដើរទៅចូលស្រែទៅផ្ទះរួចអញ្ចឹងណាបងប្អូនអូគឺថាប្លែកអារម្មណ៍ប្លែកភ្នែកមែនទែនទិដ្ឋភាពទាំងនេះគឺមិនងាយជួបទេក្នុងឆ្នាំថ្មីនេះដោយសារតែកន្លែងខ្លះក៏អត់ទាន់មានទឹកដល់ដែរបងប្អូនមិនទាន់មានទេនេះទៅតែជាលើកដំបូងណាក្នុងខែថ្មីឆ្នាំថ្មីលើកដំបូងទេដែលមានទឹកលិចបែបនេះកន្លែងខ្លះទៀតក៏មិនទាន់មានទឹកគ្រប់គ្រាន់ដែរដោយសារតែភ្លៀងមានដែរប៉ុន្តែទឹកវាមិនទាន់ដល់អញ្ចឹងណាបងប្អូនបាទគឺបែបហ្នឹងឯងចំណុចដែលយើងមើលពីខាងទឹកហូរទៅខាងភ្នំនោះគឺខាងភ្នំសំពៅបងប្អូនភ្នំសំពៅនៅពេលដែលយើងមើលបែបនេះទៅឃើញថាស្រស់ស្អាតខ្លាំងមែនទែនសម្រាប់ទេសភាពជាមួយនឹងទឹកលិចបែបនេះណាវាលាយឡំជាមួយនឹងស្រូវនិងធម្មជាតិផ្សេងទៀតឡើងពណ៌បេតុងស្អាតខ្លាំងមែនទែនហើយសម្រាប់ទេសភាពបែបនេះខ្ញុំគិតថាមិនថាខ្ញុំមិនថាបងប្អូនទេគឺពេញចិត្តនៅទេសភាពបែបនេះណាដោយសារតែមើលហើយគឺនឹករលឹកដល់ពីអតីតកាលដែលយើងធ្លាប់ឆ្លងកាត់ចឹងណាបងប្អូនមកជីវិតអ្នកស្រែចម្ការគឺបែបហ្នឹងទឹកហូរបែបនេះបាទពីដើមមកគឺថាសម្បូរត្រីតែបច្ចុប្បន្នគឺមិនជាច្រើនណាស់ណាទេបងប្អូនត្រីក៏រៀងខ្សត់ដែរក្តាមក៏មិនសូវជាសម្បូរដែរវាសម្បូរទៅដោយបាទស្មៅឯណានោះវិញណាបងប្អូនបាទមានដែរត្រីចង្វាតូចដែលវាឡើងមកខាងលើទៅគេដាក់អុយដាក់អីបានទៅអញ្ចឹងណាបងប្អូនដោយសារតែស្រុកខ្មែរយើងឥឡូវគឺធ្វើស្រែប្រើថ្នាំច្រើនពេកអញ្ចឹងក្តាមខ្យងងាប់អស់ហើយបងប្អូនត្រីក៏វាមិនសល់ដែរបំផ្លាញតែខ្លួនឯងនឹងឯងបងប្អូនស្អាតហ៎បងប្អូនហើយមើលពីនេះទៅបែបនេះទេសភាពជាប់ដងភ្នំគឺថាមើលហើយគឺថារំលេចចេញមកសម្រស់បែបស្រុកស្រែតែម្ដងបងប្អូនបាទ
tiệm bà ra quay khổng voa bạn đây mình mày trai hết mấy anh ấy phun đi khao phun mấy kì ok vậy lâu nếp là ok vậy đã trai mình miền